បហេតុដែលនាំឲ្យវៀតណាមហាក់បីដូចជាមានភាពទន់ភ្លន់ជាមួយនឹងកម្ពុជាយើងក្នុងការបោះបង្គោលព្រំដែនចែកខណ្ឌសីមារវាងប្រទេសទាំងពីរគឺដោយសារវៀតណាមហាក់បីដូចជាមានភាពឆ្លៀសវៃមើលឃើញយ៉ាងឆ្ងាយថាទៅថ្ងៃអនាគតកម្ពុជានឹងមានការឯកភាពជាតិមានស្មារតីជាតិនិយមខ្ពង់ខ្ពស់មានភាពរីកចម្រើនរុងរឿងខ្លាំងក្លាទាំងវិស័យសេដ្ឋកិច្ចនិងវិស័យការពារជាតិហើយធ្វើដំណើរឆ្ពោះទៅតាមគំរូរបស់ប្រទេសសិង្ហបុរីនិងប្រទេសអ៊ីស្រាអែលចឹងបើកាលណាមានលក្ខណៈខ្លាំងក្លាបែបនេះនោះធ្វើឲ្យកម្ពុជាអាចនឹងឈានទៅរកការទៀមទាត្រឡប់មកវិញនៅទឹកដីកម្ពុជាក្រោមកោះត្រល់និងបណ្ដាកោះដទៃទៀតដែលវៀតណាមបានឈ្លានពានយកកាលពីលើកមុននេះហើយគឺជាចំណុចដែលធ្វើឲ្យវៀតណាមនឹងរូតរះព្រមព្រៀងបោះបង្គោលព្រំដែនជាមួយនឹងកម្ពុជាដើម្បីចែកឲ្យដាច់ស្រេចថានេះជាទឹកដីរបស់កម្ពុជានេះគឺជាទឹកដីរបស់វៀតណាមនេះគឺជាការមើលឃើញរបស់វៀតណាមក្នុងចំណុចទី1ឯចំណែកក្នុងចំណុចទី2វៀតណាមយល់ឃើញថាប្រសិនបើមិនរូតរះបោះបង្គោលព្រំដែនជាមួយកម្ពុជាឲ្យបានដាច់ស្រេចទេចង់មិនចង់ទៅថ្ងៃអនាគតកម្ពុជាក្រោមនឹងទៀមទាឯករាជ្យទៀមទាបំបីរដ្ឋអញ្ចឹងកាលណាទៀមទាឯករាជ្យទៀមទាបំបីរដ្ឋនោះកម្ពុជាកណ្ដាលចង់មិនចង់គឺមិនឈរអោបដៃមើលទេប្រកាសជាជួយដល់កម្ពុជាក្រោមតាមរយៈមធ្យោបាយផ្សេងពីព្រោះថាកម្ពុជាកណ្ដាលនិងកម្ពុជាក្រោមសុទ្ធតែជាខ្មែរតែមួយមានឈាមជ័រតែមួយអញ្ចឹងដោយសារមូលហេតុទាំងពីរនេះហើយទើបធ្វើឲ្យវៀតណាមរូតរះព្រមព្រៀងបោះបង្គោលព្រំដែនជាមួយកម្ពុជាដោយឈរលើច្បាប់អន្តរជាតិដែលមាននៅក្នុងសន្ធិសញ្ញានានាដែលបន្សល់ទុកដោយសម័យសង្គមរាស្ត្រនិយមជាពិសេសគឺអាណាព្យាបាលបារាំងដែលបានបន្សល់ទុកឲ្យនៅក្នុងប្រវត្តិសាស្ត្ររបស់កម្ពុជាយើងនេះចំណែកឯថៃវិញមិនព្រមបោះបង្គោលព្រំដែនជាមួយកម្ពុជាយើងមើលទៅហាក់បីដូចជារឹងត្អឹងចេះរឹងរូសក្អឺតកតួមមើលងាយខ្មែរយើងសពបែបយ៉ាងដោយមិនព្រមបោះបង្គោលព្រំដែនគឺចង់ទុកនៅបែបនេះដើម្បីឲ្យខ្លួនមានភាពងាយស្រួលក្នុងការឈ្លានពានទឹកដីប្រទេសកម្ពុជាយើងដោយថៃយល់ឃើញថាកម្ពុជាលើពលគឺទឹកដីដែលខ្លួនបានឈ្លានពានតាំងពីចុងសម័យអង្គររហូតដល់សម័យបច្ចុប្បន្ននេះខ្មែរលើខ្មែរសរិនខ្មែរទាំងអស់នោះហាក់បីដូចជារលេងជាតិសាំងដោយថៃទាំងដុលទៅហើយនេះថៃគាត់មើលឃើញមួយយ៉ាងហ្នឹងមួយយ៉ាងទៀតគាត់យល់ឃើញថាខ្មែរសម័យបច្ចុប្បន្ននេះនៅតែមានការបែកបាក់ផ្ទៃក្នុងដោយសម័យអតីតកាលដែរព្រោះដោយគាត់សម្គាល់ឃើញថាបងប្អូននៅឯនេសមុទ្របាននឹងកំពុងបង្កើតនៅរដ្ឋាភិបាលចម្រុះនិរទេសមួយសម្រាប់ប្រឆាំងជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជាអញ្ចឹងគាត់មើលឃើញអាការបែកបាក់ផ្ទៃក្នុងហើយទើបធ្វើឲ្យគាត់នឹងមិនព្រមបោះបង្គោលព្រំដែនដោយផ្អែកលើច្បាប់អន្តរជាតិទេគាត់ថាទុកនៅអញ្ចឹងងាយស្រួលនឹងគាត់ឈ្លានពានចំណុចទី3គាត់យល់ឃើញថាកម្ពុជាគឺជាកូនក្មេងដែលទើបនឹងធំអញ្ចឹងគ្មានសមត្ថភាពគ្មានលទ្ធភាពអ្វីសម្រាប់តតាំងជាមួយនឹងថៃនោះបានទេពលគឺជាប្រទេសតូចប្រជាជនតិចសេដ្ឋកិច្ចនៅទាបវិស័យការពារជាតិនៅទុនខ្សោយអញ្ចឹងគាត់ចង់ធ្វើអីក៏បានដែរគឺខ្មែរយើងគ្មានសមត្ថភាពតជាមួយគាត់ទេហើយគាត់នៅតែយល់ឃើញថាខ្មែរយើងនេះគឺនៅតែជាខ្មែរដែលក្នុងអំឡុង20 30ឆ្នាំ80ឆ្នាំដូចមុនដដែលគឺគ្មានស្អីទាំងអស់ដោយសំអាងទៅលើហេតុផលនេះហើយទើបធ្វើឲ្យថៃនឹងរឹងរូសក្អឺតកតួមមិនព្រមបោះបង្គោលព្រំដែនជាមួយកម្ពុជាដោយផ្អែកលើច្បាប់អន្តរជាតិពលគឺផ្អែកលើសន្ធិសញ្ញាដែលបារាំងជាមួយនឹងសៀមបានចុះសន្ធិសញ្ញានៅឆ្នាំ1904
នៅឆ្នាំ1907និងឆ្នាំ1908គាត់អត់ព្រមយកអាកិច្ចព្រមព្រៀងសន្ធិសញ្ញាទាំង3ហ្នឹងយកមកអនុវត្តទេហើយដូចថ្មីនេះអាសន្ធិសញ្ញាសន្តិភាពនៅប្រទេសម៉ាឡេស៊ីដែលមានលោកប្រធានាធិបតីសហរដ្ឋអាមេរិកដូណាល់ត្រាំធ្វើជាអធិបតីក្រខ្ពង់ខ្ពស់ក្នុងការបាទចុះសន្ធិសញ្ញាកិច្ចព្រមព្រៀងដើម្បីឈានទៅដល់សន្តិភាពរវាងប្រទេសទាំងពីរនេះគឺនាយករដ្ឋមន្ត្រីរបស់សំទោសនាយករដ្ឋមន្ត្រីបានចុះកិច្ចព្រមព្រៀងយល់ព្រមត្រឡប់មកវិញគឺកន្លះសម្ដីចោលបាទធ្វើតាមពួកជ្រុលនិយមដោយគាត់យល់ឃើញថាខ្មែរគ្រាន់តែជាកូនក្មេងម្លោះហើយទើបធ្វើឲ្យគាត់ហ្នឹងបាទនៅតែបានចិត្តមើងងាយចំពោះខ្មែរយ៉ាងដដែលអញ្ចឹងបបហេតុទាំងអស់នេះហើយដែលធ្វើឲ្យវៀតណាមព្រមបោះបកគោព្រំដែនជាមួយកម្ពុជាថៃមិនព្រមបោះបកគោព្រំដែនជាមួយនឹងខ្មែរយើងអញ្ចឹងអ្វីដែលខ្ញុំបានលើកឡើងនេះប្រសិនបើមានការលើសលួសខ្វះខាតសូមពុកម៉ែបងប្អូនជួយបំពេញបន្ថែមទៅតាមអធិស្ឋានបាទសូមអរគុណ